ជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Mindset Podcast របស់យើងសាជាថ្មីនៅថ្ងៃនេះនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍របស់អ្នកទាំងអស់គ្នាមកស្ដាប់រឿងខ្លីមួយដែលនិយាយអំពីអ្នកនេសាទត្រីនិងបុរសជំនួញតោះកុំឲ្យខានពេលវេលា Let's go នៅតំបន់ឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាតមានអ្នកនេសាទម្នាក់រស់នៅប្របងដោយជីវភាពសាមញ្ញជារៀងរាល់ព្រឹកគាត់តែងតែទៅនេសាទត្រីជាមួយនឹងទូកតូចមួយរបស់គាត់រកត្រីគ្រប់គ្រាន់តែសម្រាប់គ្រួសាររបស់គាត់និងប្រហែលខ្លះទៀតសម្រាប់យកទៅលក់នៅឯផ្សារថ្ងៃមួយមានបុរសជំនួញម្នាក់បានធ្វើដំណើរមកពីទីក្រុងក៏បានឃើញបុរសដែលកំពុងតែមកពីនេសាទត្រីវិញបុរសនោះចាប់អារម្មណ៍នឹងជីវិតរបស់អ្នកនេសាទនោះខ្លាំងណាស់ហើយក៏បានសួរទៅកាន់គាត់ថាហេលោកពិតជាពូកែក៏ត្រីណាស់ចុះហេតុអ្វីលោកមិននៅនេសាទឲ្យយូរជាងនេះទៅទៀតបើលោកនៅឲ្យយូរជាងនេះនោះលោកនឹងអាចរកត្រីបានកាន់តែច្រើនហើយជាមួយគ្នានេះផងដែរលោកក៏អាចរកលុយបានកាន់តែច្រើនផងដែរណាលោកអ្នកនេសាទក៏បានឆ្លើយថាអូតែប៉ុណ្ណេះវាគ្រប់គ្រាន់ណាស់ហើយសម្រាប់គ្រួសាររបស់ខ្ញុំនឹងនៅសល់ខ្លះទៀតសម្រាប់ទុកចែកឲ្យអ្នកជិតខាងរបស់ខ្ញុំផងដែរណាលោកហើយនៅពេលនោះបុរសជំនួញនោះក៏បានឆ្ងល់យ៉ាងខ្លាំងហើយក៏បានសួរទៅកាន់អ្នកនេសាទនោះថាតើលោកនឹងធ្វើអ្វីជាមួយនឹងពេលវេលាដ៏ច្រើនដែលលោកនៅសល់នៅក្នុងថ្ងៃនេះពេលនោះអ្នកនេសាទក៏ឆ្លើយថាពិតមែនណាស់ហើយលោកជារៀងរាល់ថ្ងៃបន្ទាប់ពីខ្ញុំក្រោកពីដំណេករបស់ខ្ញុំពេលព្រឹកមកខ្ញុំក៏មករកត្រីមួយភ្លែតបន្ទាប់ពីមកពីរកត្រីវិញខ្ញុំក៏ជួយធ្វើកិច្ចការងារផ្ទះរបស់ប្រពន្ធខ្ញុំបន្ទាប់មកទៀតខ្ញុំក៏លេងជាមួយកូនរបស់ខ្ញុំហើយក៏ញ៉ាំបាយជុំគ្នាហើយនៅពេលរសៀលបន្តិចខ្ញុំក៏ទៅអង្គុយផឹកកាហ្វេជាមួយមិត្តរបស់ខ្ញុំនៅក្នុងភូមិដើម្បីនិយាយគ្នាលេងពីនេះពីនោះហើយពេលខ្លះទៀតក៏អានសៀវភៅនិងរៀនសូត្រពីអ្វីថ្មីបន្ថែមទៀតជារៀងរាល់ល្ងាចទៀតខ្ញុំក៏តែងតែទៅលេងបាល់ទាត់ជាមួយនឹងអ្នកភូមិរបស់ខ្ញុំដើម្បីជាការហាត់ប្រាណផងដែរណាលោកបន្ទាប់មកបុរសដែលជាអ្នកជំនួញនោះក៏បានសើចហើយនិយាយថាណែលោកចាំខ្ញុំបង្រៀនលោកទៅចុះខ្ញុំជាបណ្ឌិតផ្នែកសេដ្ឋកិច្ចដែលបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិកណាលោកគួរតែចំណាយពេលបន្ថែមទៀតណាលោកដើម្បីរកត្រីឲ្យបានជាងនេះណាលោកពេលនោះលោកអាចយកត្រីទៅលក់នៅឯផ្សារហើយខំប្រឹងសន្សំលុយឲ្យច្រើនដើម្បីទិញទូកនេសាទឲ្យធំជាងនេះហើយបន្ទាប់ពីលោកធ្វើបែបនេះយូរទៅនោះលោកក៏អាចក្លាយជាម្ចាស់ទូកនេសាទជាច្រើនគ្រឿងផងដែរណាលោកអ្នកនេសាទក៏បានសួរតូអ្នកជំនួញនោះថាហើយថ្ងៃមុខទៅយ៉ាងម៉េចទៀតទៅលោកអ្នកជំនួញក៏បានឆ្លើយថាពេលនោះលោកអាចជួលកម្មករនិងទិញទូកនេសាទបន្ថែមទៀតហើយលោកក៏អាចផ្លាស់ទៅរកនៅទីក្រុងលោកក៏អាចមានឱកាសបង្កើតជាក្រុមហ៊ុនត្រីខកំប៉ុងហើយក៏អាចនាំចេញទៅកាន់បរទេសដែរណាលោកអ្នកនេសាទនោះក៏បន្តសួរទៅកាន់បុរសជំនួញនោះទៀតថាតើទាំងអស់នេះវាត្រូវការពេលវេលាប៉ុន្មានឆ្នាំដែរទៅលោកអ្នកជំនួញនោះក៏បានឆ្លើយថាវាត្រូវការពេលវេលាប្រហែល10ទៅ20ឆ្នាំណាលោកហើយបុរសជំនួញនោះក៏បានបន្ថែមទៀតពេលនោះលោកនឹងក្លាយទៅជាមហាសេដ្ឋីមានលុយយ៉ាងច្រើនហើយលោកក៏មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែគ្រួសាររបស់លោកលេងជាមួយកូនរបស់លោកនិងពេលវេលាជាច្រើនដើម្បីទៅជួបជុំមិត្តរបស់លោកហើយនឹងមានពេលវេលាជាច្រើនសម្រាប់ឲ្យលោកលេងបាល់និងទៅផឹកកាហ្វេជារៀងរាល់ថ្ងៃឬដូច្នេះបុរសដែលជាអ្នកនេសាទក៏បានសើចយ៉ាងហួសចិត្តហើយនិយាយទៅកាន់អ្នកជំនួញនោះថាហើយចុះរាល់ថ្ងៃនេះខ្ញុំមិនកំពុងតែរស់ជីវិតបែបនឹងស្រាប់ទៅហើយទេអីលោកនៅក្នុងរឿងនេះក៏ដូចជាមនុស្សយើងភាគច្រើនគឺតែងគិតថាទៀតតែយើងបើមានលុយច្រើនទើបយើងអាចចាប់ផ្ដើមនៅជីវិតមួយដែលយើងចង់បានហើយវាក៏ដូចទៅនឹងបុរសជំនួញនោះផងដែរហើយយើងក៏បានលងខ្លួនរបស់យើងដោយចំណាយពេលយ៉ាងច្រើនដើម្បីដេញតាមចាប់លុយរហូតដល់ភ្លេចខ្លួនច្រឡំថាលុយគឺជាគោលដៅនៃជីវិតរបស់យើងរាល់ការរស់នៅដោយសេចក្តីសុខវាមិនស្ថិតនៅលើលុយទាំងអស់នោះទេពេលខ្លះការឲ្យចិត្តរបស់យើងចេះពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាននិងចេះស្កប់ស្កល់នោះហើយទើបជាសេចក្តីសុខពិតប្រាកដ